ក្រសួងកសិកម្មលើកឡើងថាសហគមន៍កសិកម្មទំនើបផ្ដល់ផលប្រយោជន៍ជាច្រើននិងលើកទឹកចិត្តដល់ប្រជាកសិករយើងឲ្យងាកមកចងក្រងជាសហគមន៍កសិកម្មទំនើបដែលធានាបានទីផ្សារតម្លៃនៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាកសិករនៅពីរខេត្តមានខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងនៅថ្ងៃទី29ខែតុលាឆ្នាំ2025ឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រុមការងារបានជួបជាមួយសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងនិងពិនិត្យវឌ្ឍនភាពនៃការរៀបចំអនុវត្តផែនការធ្វើពិពិធកម្មបង្វែរចេញពីដំឡូងមីទៅរកផលិតកម្មម្ទេសបន្លែស្លឹកនិងមាន់ស្រែដែលនឹងជួយលើកស្ទួយជីវភាពនិងផ្ដល់ប្រភពចំណូលចម្រុះជូនពុកម៉ែបងប្អូនជាសមាជិកជាពិសេសអតីតយុទ្ធជននៅខេត្តពោធិ៍សាត់នៅថ្ងៃដដែលឯកឧត្តមបានបន្តជួបជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវអង្គរគុណភាពនៅក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបងដែលទើបចាប់ផ្ដើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ950រៀលក្នុង1គីឡូក្រាមឯកឧត្តមបានគូបញ្ជាក់ថាតម្លៃនេះគឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើបដែលផ្ដល់អានុភាពឲ្យក្រុមប្រជាកសិករជាសមាជិកធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយនឹងអ្នកទិញលើតម្លៃគុណភាពនិងបរិមាណហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេជាមួយគ្នានេះដែរក្រសួងកសិកម្មនឹងបន្តការគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើបដើម្បីជួយឲ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុនកាត់បន្ថយថ្លៃដើមផលិតនិងការផ្ដល់ជំនួយបច្ចេកទេសជាដើម